កាលណាជាបរិវត្តចូលរួមអភិវឌ្ឍគុំធំដូចជួយគាត់ដែរដូចជួយអាញាធរដែរបាទដូចជួយគ្នាបាទដើម្បីអភិវឌ្ឍគុំចាញ់សួរថាប្រទេសយើងដល់អីបានយើងគេទៅសួរខ្លួនឯងវិញថាតើយើងខ្លួននេះជាបរិវត្តម្នាក់បានជួយបានដល់អីកាន់ប្រទេសយើងវិញណាបទពិសោធន៍ដែលទទួលបានពេលធ្វើការនៅបណ្ណាល័យហ្នឹងបានច្រើនហើយនិយាយទៅធ្វើការងារដូចគ្នាប៉ុន្តែបើមិនជាគេសួរថាយើងបានបទពិសោធន៍ដូចគ្នាខ្លះនឹងស៊ីសំលើយើងខ្លួនឯងថាយើងចាប់យកឱកាសហ្នឹងបានប្រហែលបណ្ណាល័យគឺដឹងតែគាត់ផ្ដល់ឲ្យយើងហើយប៉ុន្តែសំខាន់លើយើងខ្លួនឯងទេសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលខ្ញុំបានជួយក្មេងៗនៅបរិញ្ញាក្មេងៗខ្ញុំគឺជាអ្នកសម្រាប់សម្រួលពេលព្រឹកខាងផ្នែករៀបចំសភៅឬក៏មើលការទទួលខុសត្រូវក្មេងៗឬរៀបចំឲ្យក្មេងៗមានការអានការលេងឬក៏សម្រាប់សម្រួលក្មេងៗឲ្យចេះយល់ដឹងពីជីវធម៌ឬសិលធម៌ផ្សេងៗទៅខ្ញុំទទួលបានបទពិសោធន៍រយៈពេលតិចតួចដែរតែបានបទពិសោធន៍យ៉ាងគួរសមដែរទី1គឺយល់ដឹងពីក្មេងៗច្រើនព្រោះអីការនៅផ្ទះគឺជួបតែក្មេងជួបជាមួយតែក្មេងតែបានចូលរួមនៅបណ្ណាល័យភូមិតាំងមកគឺខ្ញុំយល់ពីក្មេងៗច្រើនដៃប្រតិទោះបីជាទៀនប្រតិជាឋានប្រតិតែចិត្តមានបេះដូងមានចិត្តដែលស្មោះត្រង់ដើម្បីយកការលើកទឹកចិត្តជួយនឹងហ្នឹងណាតាមនេះតែនឹងបាយទៅល្អផលណាល្អជួយយកហើយពីយកទៅគោនឹងមានលើកពេលសិក្សាមានដំណើរបោកទៅចិត្តសូមជួបប្រសពមួយចម្រើនពីទឹកជាគោទៅមួយគឺអាយុរបស់អ្នកបីគឺហើយណាបាទ